ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជាលោកខាស៊ីបាណេតបានចោទប្រកាន់ប្រទេសថៃចំដោយមិនទុកមុខថាបានឈ្លានពានទឹកដីកម្ពុជាចំនួន3ដងក្នុងរយៈពេល1សតវត្សរ៍កន្លងទៅហើយថាការប្រយុទ្ធគ្នានាពេលបច្ចុប្បន្ននេះគឺដើម្បីបញ្ចូលទឹកដីកម្ពុជាទៅជាផ្នែកមួយរបស់ខ្លួនដោយពេលមុនដែរយោងតាមខ្លឹមសារដែលលោកខាស៊ីបាណេតបានបង្ហោះជាសាធារណៈលើទំព័រ Facebook របស់លោកនៅថ្ងៃទី18ខែធ្នូឆ្នាំ2025ការឈ្លានពានរបស់ថៃលើកម្ពុជាលើកដំបូងបានកើតឡើងនៅឆ្នាំ1941ក្នុងអំឡុងសង្គ្រាមលោកលើកទី2លោកថាពេលនោះថៃអះអាងថាកងកម្លាំងអាណានិគមបារាំងនៅកម្ពុជាបានបាញ់ឆ្លងព្រំដែនចូលទៅដល់ក្រុងអារ៉ាញ់ប្រទេសថៃប៉ុន្តែតាមពិតថៃបានត្រៀមរៀបចំសម្រាប់ការឈ្លានពានអស់រយៈពេលជាច្រើនខែលោកបានណេតបានបន្តថាក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ថៃបានបញ្ចូលខេត្តភាគខាងជើងនៃកម្ពុជានិងទឹកដីភាគខាងលិចរបស់ឡាវទៅជាទឹកដីរបស់ខ្លួនការឈ្លានពានលើកទី2បានកើតឡើងជាច្រើនទសវត្សរ៍ក្រោយមកដោយថៃបានប្រើឧបទ្ទវហេតុព្រំដែននិងការអះអាងពីក្តីបារម្ភសន្តិសុខដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការឈ្លានពានយោធាចូលក្នុងទឹកដីកម្ពុជាម្ដងទៀតលោកបានណេតនិយាយថាគោលបំណងនៃការឈ្លានពានលើកទី2គឺនៅតែដដែលថៃផ្លាស់ប្ដូរខ្សែបន្ទាត់ព្រំដែនតាមរយៈកម្លាំងយោធាជាជាងការប្រើច្បាប់បន្ទាប់ពីការបរាជ័យរបស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី2ប្រទេសថៃត្រូវបានបង្ខំឲ្យប្រគល់ទឹកដីឲ្យកម្ពុជាឡាវម៉ាឡាយ៉ានិងភូមាវិញដោយពេលនោះអាមេរិកប្រឆាំងទៅនឹងការដាក់ទណ្ឌកម្មក្រោយសង្គ្រាមថៃទទួលខុសត្រូវតិចតួចប៉ុណ្ណោះនៅក្នុងសង្គ្រាមឈ្លានពានទឹកដីជាលទ្ធផលការឈ្លានពានលើកទី3មកលើកម្ពុជាកើតឡើងម្ដងទៀតនៅឆ្នាំ2025លោកបាននិយាយថាប្រទេសថៃប្រើហេតុផលចាស់ក្នុងសមរភូមិថ្មីដោយចោទប្រកាន់ទាហានកម្ពុជាបានបាញ់ឆ្លងព្រំដែនដូចគ្នាទៅនឹងលេសដែលថៃបានប្រើក្នុងឆ្នាំ1941ដើម្បីធ្វើឲ្យប្រតិបត្តិការយោធារបស់ខ្លួនស្របច្បាប់នៅលើដែនដីកម្ពុជាបានអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសថៃក៏ប៉ុន្តែមកដល់ពេលនេះមានតែការអំពាវនាវនិងសម្របសម្រួលប៉ុណ្ណោះខណៈថៃបន្តវាយប្រហារកម្ពុជារហូតដល់ទៅ7ខេត្តជាប់ព្រំដែនតាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025មក